លោកប្រធានាធិបតីពូទីនបរិហាកេអគ្គលេខាធិការអង្គការ NATO ថាមិនចេះអានអក្សរនិងយល់អំពីយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់សហរដ្ឋអាមេរិកហើយតបទៅនឹងការលើកឡើងរបស់អគ្គលេខាធិការអង្គការ NATO លោក Marut Del បាននិយាយថាអង្គការ NATO គួរតែត្រៀមខ្លួនសម្រាប់សង្គ្រាមដ៏ធំមួយជាមួយនឹងប្រទេសរុស្ស៊ីលោកប្រធានាធិបតីប្រទេសរុស្ស៊ី Vladimir Putin បានចោទសួរទៅលោក Marut ថាចេះអានអក្សរនិងយល់អំពីយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់សហរដ្ឋអាមេរិកដែលមិនកំណត់ប្រទេសរុស្ស៊ីជាសត្រូវដែរទេលោកប្រធានាធិបតីពូទីនបានបន្តថាតើមន្ត្រីជាន់ខ្ពស់អង្គការ NATO អាចអំពាវនាវឲ្យត្រៀមខ្លួនសម្រាប់សង្គ្រាមប្រឆាំងនឹងប្រទេសរុស្ស៊ីដោយរបៀបណាខណៈដែលសហរដ្ឋអាមេរិកនឹងជាសមាជិកសំខាន់ជាងគេនឹងគឺជាអ្នកផ្គត់ផ្គង់ថវិកាបច្ចេកវិទ្យាយោធាអាវុធធំជាងគេមិនមានបំណងធ្វើដូច្នេះនោះទេលោកប្រធានាធិបតីក៏បានដាក់ចំថាអង្គការ NATO នេះអាចមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តួនាទីបច្ចុប្បន្ននោះទេជាមួយគ្នានោះលោកប្រធានាធិបតីពូទីនក៏បានបញ្ជាក់ថារុស្ស៊ីនឹងត្រៀមខ្លួនបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែនភ្លាមប្រសិនបើខ្លួនទទួលបានការធានាសន្តិសុខព្រមទាំងបានសង្កត់ធ្ងន់ថារុស្ស៊ីមិនមានបំណងវាយប្រហារអឺរ៉ុបនោះទេយ៉ាងណាមិញលោកប្រធានាធិបតីពូទីនក៏បានព្រមានអំពីការគំរាមកំហែងណាមួយចំពោះការបិទផ្លូវតំបន់ Kaliningrad របស់រុស្ស៊ីដោយនិយាយថាសកម្មភាពបែបនេះអាចនឹងជំរុញឲ្យផ្ទុះសង្គ្រាមទ្រង់ទ្រីធំខ្ញុំបាទលុនឯក TV5 Online News